เนี่ยติดอ๋อเนี่ยบ้องสำรวจบ้านหกซับอ่ะไปเต้าในตื่นสำรวจร้านบ้องตื่นขึ้นเดียวน่ะต่อปันทางานมานั่งวะtôi không sắm men mà bắt nhom vô bẹt cả đá tôi nhóm này tôi nhom thơ đo học sắp thêm tôi nhóm này đo càng tôi sẽ pi rơi này tam thơ này bạch tích ti ở lý này rồi tụi mình ban rồi lao tôi như thơ làm này thơ làm bong lấy bài tôi quá bắt thơ làm một ngày ok lấy rơ mất và lấy phỏng mấtนี่โครงการมาแล้วเนี่ยก็คางย้อมสกจัดធ្វើឡានបងហើយបងធ្វើឲ្យតោញោមអូខេចឹងរៀងខ្លួនស្រួលឥឡូវយើងស្រួលទៅគ្រប់នឹងជំរាបសួរទៅកាន់ប្រិមត្តរបស់គីមស្រនញូនៅគណៈវេលាម៉ោង 12 និង 10 នាទីត្រូវនៅថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2025 នេះមានអករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ Beat មួយគ្រឿងបានបុកជាមួយរថយន្តព្រុសពីក្រោយបាទឲ្យពីគីខាងម៉ូតូនោះរងរបួសបែកមាត់ហើយក៏ដូចជាបាក់ធ្មេញខាងមុខផងដែរហើយចំណាយឯម៉ូតូវិញគេថាខ្ទេចនៅផ្នែកខាងមុខដោយគាត់បានបុកជាមួយនឹងរថយន្តពីក្រោយដែលស្ថិតនៅតាមបណ្ដោយផ្លូវវែងស្រេងក្នុងសង្កាត់ចំចៅទី 1 ខណ្ឌពោធិ៍សែនសីរាជធានីភ្នំពេញតាមម្ដងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយភាគីម៉ូតូក្រោយពីបានបុករថយន្តហើយគាត់ទាមទារសំណងពីខាងរថយន្តចំនួន$60បាទចំណែកឯរថយន្តវិញគាត់ថាគាត់បានខុសទេគាត់សមស្មើគ្នាយកម៉ូតូនិងឡានទៅធ្វើរៀងខ្លួនតែភាគីម៉ូតូមិនព្រមក៏ធ្វើការជជែកគ្នាមិនត្រូវក៏មានការទាស់ទែងនិងប្រកែកតឹងសរសៃកងដាក់គ្នាតិចតួចឥឡូវនេះយើងចង់ដឹងកាន់តែលម្អិតមកជួបជាមួយនឹងម្ចាស់សម័យខ្លួនដែលជាជនរងគ្រោះសងខាងដូចតទៅដំណើរពីខាងណាមកវិញខ្ញុំធ្វើដំណើរពីខាងយើងនេះទេគេផ្លូវអសយើងពីត្រង់មកដល់ចំណុចបាទហាត់យ៉ាងម៉េចខ្ញុំជិះមកត្រង់ទៅពេលហ្នឹងខ្ញុំជិះទៅគាត់ដឹងមិនគាត់ឈប់ឡាននៅកណ្ដាលផ្លូវហើយខ្ញុំជិះទៅខ្ញុំវាក់ខ្ញុំកិច្ចវាក់តន់ហ្មងបាទហើយណាមួយគាត់ជិះមកស្របអាផ្លូវម៉ូតូក៏មិនជិះស្របតាមផ្លូវឡានទៅហ្មងផ្លូវឡានក៏មិនជិះតាមផ្លូវហ្នឹងផ្លូវឡានជិះតាមផ្លូវលើទៅហ្មងនេះសត្វតែផ្លូវម៉ូតូទេពេលគាត់ជិះមកគាត់ចុកងក់ចឹងខ្ញុំបត្តនាតន់ចឹងខ្ញុំជ្រុលកោខ្ញុំខំកិច្ចដែរតែកិច្ចវាក់តន់ហ្មងបុកពេញទៅផងបុកពេញមកទៅហើយមានន័យថាគាត់ជិះគាត់ឈប់មែនជន់ប្រាំងបាទគាត់ឈប់ឡានចោលនឹងហ្មងគាត់ជប់ឡានចោលនឹងហ្មងគាត់មាននេះទេបាទហើយបើសិនតែបើខ្ញុំថាបើសិនតែគាត់ឈប់ទិញអីហូបអីចឹងគាត់វាយសញ្ញោសុំផ្លូវទៅហ្មងសុំផ្លូវថាយើងទិញហូបអីហូបតែពេលគាត់ឈប់ងក់ចឹងមកឲ្យខ្ញុំទៅវាក់ចឹងបោះស្រែកនេះមិនអូនឯងមានបានចរចាខ្ញុំគាត់ថាគាត់ថាឲ្យស្មារតីគ្នាចឹងតែខ្ញុំវាសុខចិត្តភាសាទី1យើងវាបានខុសយើងជិះតាមផ្លូវទៅគាត់ឈប់ងក់ចឹងយើងទៅបុកយើងមិនប៉ះគាត់ហើយយើងខូចម៉ូតូយើងហើយឲ្យយើងដោះស្មារតីគ្នាមិនត្រូវធ្វើម៉ូតូថាមកល្មមទៅមិនមកល្មមប្រហែលនិយាយពឹបមកវាថាសួរបងសួរគាត់វិញ60រៀលចុះ60រៀលហ៎បាទចុះតិចអស់ច្រើនដែរតិចច្រើនដែរថាខ្ញុំធ្វើពាក់កណ្ដាលទៅថាកុំឲ្យថាយើងតិច60ឥឡូវអូនឯងលឿនទេមិញលឿនមិញថាគ្មានលឿនបងអើយប៉ះតាមបានតិចទួចថាយើងជិះមកល្មមជិះhơiដល់ពេលអញ្ចឹងជិះទៅយើងគាត់ឆក់ងក់យើងវាក់បងវាក់ទៅយើងកិច្ចវាអត់ទាន់កិច្ចទៅប៉ះគូតក្រោយគាត់បានទៅបុកមួយឡានគាត់ទៅគាត់ថាចង់ឲ្យបងឯងជួយសងម៉ូតូគាត់ឥឡូវមាត់គាត់បែកផងអញ្ចឹងណាហើយគាត់អត់ទាបងឯងច្រើនណាគាត់ថាចង់សុំជួយគាត់ពាក់កណ្ដាល$60អញ្ចឹងបញ្ចប់រឿងកន្លែងការថែបងតែពិតខ្ញុំត្រូវទាគាត់ទេបាទហ្នឹងគាត់បុកខ្ញុំបាទខ្ញុំបើធម្មតាផងខ្ញុំមកហ្នឹងបាទបុកឡានខ្ញុំឡើងស្តិចទេមកមើលបុកខ្ញុំពីក្រោយបាទឡានបើតាមធម្មតាហើយមកតាមធម្មតាតាបាទហ្នឹងហើយតែឥឡូវបងចង់បានយ៉ាងម៉េចមួយគាត់វិញខ្ញុំអត់មានចង់បានអីទេតែបើគាត់បើសិនគាត់មិនបាច់គាត់សុំខ្ញុំទេខ្ញុំចង់ថាបើសិនមិនឲ្យសមត្ថកិច្ចគេមកពោះវែងទៅបាទខ្ញុំចង់អញ្ចឹងអូបាទមិនបាច់សុំទេបាទទៅដោះស្រាយអត់ទេឥឡូវទៀងសំណងទេអញ្ចឹងអត់ទេហ្នឹងអត់ទេអត់ត្រូវទេគាត់បុកខ្ញុំពីក្រោយបាទចាំសមត្ថកិច្ចមកនិយាយមានសមត្ថកិច្ចទៅចឹងបងប្អូនឥឡូវនេះយើងឃើញថាម៉ូតូ Beat របស់នេះបងប្អូនប្រុសនេះគាត់ខូចនៅផ្នែកខាងមុខខណៈដែលគាត់បញ្ជាក់ប្រាប់ថាគាត់ជិះធ្វើដំណើរតាមបណ្ដោយផ្លូវវែងស្រេងនេះពីសេះសតាមបណ្ដោយផ្លូវវែងស្រេងហ្នឹងមកស្រាប់តែឃើញឡានព្រុសមួយគ្រឿងពណ៌ទឹកប្រាក់ហ្នឹងតាមការបញ្ជាក់ពីភាគីខាងម៉ូតូគឺថារថយន្តហ្នឹងជីឈប់បាទជន់ប្រាំងឈប់
ទើបធ្វើឲ្យម៉ូតូរបស់គាត់ហ្នឹងបាទអកសើនឹងចាប់ប្រាំងអត់ទាន់ក៏បានបុកពីក្រោយយ៉ាងពេញទំហឹងអានេះតាមការបញ្ជាក់ពីភាគីមួយខាងណាបាទខាងម៉ូតូឯងតែចំណែកឯភាគីខាងរថយន្តវិញគឺគាត់បញ្ជាក់ប្រាប់ថាគាត់ហ្នឹងអត់បានឈប់ទេបាទគឺថាគាត់កំពុងតែធ្វើដំណើរទៅមុខទេស្រាប់តែចៃដន្យអីគឺម៉ូតូហ្នឹងគាត់មកបុកពីក្រោយបើថាឲ្យខូចរថយន្តរបស់គាត់ហើយខាងរថយន្តហ្នឹងក៏គាត់អត់ទៀមទាសំណងអីដែរមានថាគាត់សំបញ្ចប់ធ្វើស្មើភាពគ្នាយកទៅធ្វើរៀងខ្លួនតែម៉ូតូក៏អត់ព្រមទេចង់ឲ្យឡានហ្នឹងសងមកខាងម៉ូតូហ្នឹងចំនួន$60បាទនេះតិចអស់នេះឥឡូវបងសម្រួលបាន60ហ៎បើទៅណៃទៅសម្រួលឡានបងដូចគ្នាអូនតោះបាញ់ឆ្នាំហ្នឹងមកតើខ្ញុំសំមែនបាច់ខ្ញុំយកពាក់កណ្ដាលម៉ូតូខ្ញុំនេះម៉ូតូខ្ញុំធ្វើដល់60ទេម៉ូតូខ្ញុំនេះដូរកាង200នេះតាមធ្វើនេះបាច់តិចតិចអស់នេះតែសម្រួលទៅវិញមកបានសម្រួលទៅបងសម្រួលឲ្យម៉ូតូយើងធ្វើឡានគាត់ទៅសម្រួលឡានបងលើបាយម៉ូតូគាត់ឥឡូវបាច់ធ្វើឡានមកហើយឥឡូវគាត់អូខេឥឡូវប្រមត់បាទឥឡូវប្រមត់នេះក្នុងកាមេរ៉ានេះគាត់ខាងខ្ញុំសុកចិត្តធ្វើឡានបងហើយបងធ្វើឲ្យតោខ្ញុំវិញអូខេចឹងរៀងខ្លួនសម្រួលឥឡូវយើងសម្រួលទៅសម្រួលមានន័យថាគាត់ចង់និយាយថាអនឡាញទៀមទាគាត់$60អញ្ចឹងគាត់សងអនឡាញ$60ប៉ុន្តែអនឡាញឥឡូវចេះមកទឹកឡានគាត់វិញអញ្ចឹងឥឡូវខ្ញុំចង់ចេះវិញចង់គាត់ធ្វើម៉ូតូខ្ញុំហើយខ្ញុំធ្វើឡានគាត់វិញចេះវិញធ្វើដឹកទៅធ្វើអស់គ្នាអូនអត់មានទៅអញ្ចឹងទៅដឹកទៅហ្នឹងណាធ្វើអស់គ្នាហ្នឹងបាយធ្វើម៉ូតូខ្ញុំធ្វើឡានមួយថ្ងៃវិញសារពីគ្នាបាទឥឡូវស្មើហ្មងអញ្ចឹងឥឡូវមកគិតមិនចូលមកឥឡូវកុំឲ្យដល់សមត្ថកិច្ចមកដល់សមត្ថកិច្ចហើយក៏ដល់សមត្ថកិច្ចដែរបាច់លេខច្រើនមកវិញអញ្ចឹងឥឡូវពណ៌ណៃសំណពណ៌មិនឥឡូវឲ្យសមត្ថកិច្ចទេមកតាក់តាំងសមត្ថកិច្ចឲ្យអញ្ចឹងភាសានេះតិចសិនហើយបាទឥឡូវនេះបងប្អូនឃើញហើយថាការចរចាអត់ទាន់ត្រូវទេដោយមិញហ្នឹងភាគីម៉ូតូទៀមទាសំណងពីភាគីរថយន្តហ្នឹងចំនួន$60ឥឡូវហ្នឹងខាងរថយន្តហ្នឹងម្ចាស់រថយន្តគាត់មកបញ្ជាក់ប្រាប់ថាឥឡូវគាត់ព្រមសង$60តែខាងម៉ូតូតែម៉ូតូត្រូវចេញថ្លៃការខូចខាតនឹងធ្វើកាងរថយន្តរបស់គាត់ហ្នឹងឲ្យគាត់ដូចដើមវិញបាទអញ្ចឹងឥឡូវគឺអត់ទាន់ព្រមសងខាងទេក៏ចរចាគ្នាអត់ទាន់ត្រូវដែរបាទឥឡូវកំពុងតែជជែកគ្នាអត់ទាន់ហៅសមត្ថកិច្ចមកធ្វើការវាស់វែងឡើយទេដោយសារកុំឲ្យខាត់ពេលវេលាទាំងអស់គ្នានាំឲ្យក្នុងការយកម៉ូតូនិងរថយន្តទៅរក្សាទុកសិនទេកបាំងក្រោយអីអាហ្នឹងតសមត្ថកិច្ចមកដឹកមកអាហ្នឹង100ជាងមកមើលអត់ដឹងខាងណាក្រោយខាងណាខុសអានេះខ្ទម150នេះបាទអាហ្នឹងវាដឹងតែធ្ងន់នេះគាត់មើលចាក់ស្នែងសូម25ផងមានអានេះសូម06ហ្នឹងបាទវាមិនអស់ច្រើនអីវាឥឡូវនេះបងប្អូនយើងឃើញថាចរចាអត់ត្រូវទេឲ្យសូមបញ្ជាក់នៅផ្លាកលេខរថយន្តដែលមានផ្លាកលេខកណ្ដាល 2B 16និង32បាទជាប្រភេទរថយន្តព្រុសពណ៌ទឹកប្រាក់បាទចំណែកឯម៉ូតូ Bit របស់ភាគីម្ខាងទៀតដែលមានផ្លាកលេខភ្នំពេញ 1LL 36និង17បាទយើងឃើញថាការខូចខាតហ្នឹងខាងក្រោយអត់មានទេគឺថាខាងមុខគឺខ្ទេចបាទរួញចូលខាងមានថាបែកខ្ទេចនៅផ្នែកខាងមុខតែម្ដងបងប្អូនបាទក្រោយពីគាត់បានបុកហ្នឹងបាទគឺគាត់ចាប់ប្រាំងអត់ទាន់បាទថាសំណាងឲ្យមិនបដាឲ្យមានអ្នករងរបួសធ្ងន់ធ្ងរដោយភាគីម៉ូតូគឺរងរបួសតែមុខបន្តិចមាត់បន្តិចមិញបងប្អូនបាទគឺថាបាក់ថ្មិញផងដែរដោយគាត់បាននេះបោកខ្ទប់ជាមួយនឹងកាងរថយន្តបាទនៃកាងរថយន្តខាងលើបោកខ្ទប់ជាមួយអាការរថយន្តខាងលើហ្នឹងដោយសារគាត់បុកទៅគាត់បាទលោតមកបុកជាមួយនឹងកាងរថយន្តហ្នឹងបាទបណ្ដាឲ្យរត់របួសឥឡូវបកការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនតើតាមបណ្ដោយផ្លូវវិញស្រីនេះផ្ទាល់តាមម្ដងបងប្អូនបាទគឺថាចរចាគ្នាមិនទាន់ត្រូវទេហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយើងគិតទៅវាមិនធំដុំខ្លាំងពេកទេបាទទូចតែទេតែដោយសារតែការចរចាអត់ទាន់ត្រូវដោយភាគីម្ខាងខាងឡានគាត់ថាគាត់អ្នកត្រូវខាងម៉ូតូក៏គាត់ថាគាត់អ្នកត្រូវគាត់បានខុសទេដោយសារតែម៉ូតូនេះគាត់ចោទថាឡានហ្នឹងបើកឈប់អត់បានសញ្ញោឬមកក៏ឲ្យសញ្ញាអីដឹងមុនតែឡានហ្នឹងគាត់ថាគាត់បានឈប់ទេដោយម៉ូតូហ្នឹងជិះមកបុកគាត់ពីក្រោយតែម្ដងតែឥឡូវនេះកំពុងតែចរចាវែកញ៉ៃនេះអត់តាន់ត្រូវទេបងប្អូនបាទហើយយើងក៏លេចមកមើលម៉ូតូនេះគឺថាបែកនេះតែខាងមុខរួយមកខាងក្រោយបាទអញ្ចឹងធ្វើអស់ច្រើនដែរហ្នឹងអញ្ចឹងនេះក្នុងការសំណប់សរួរអស់តិចតួចដែរអញ្ចឹងអរគុណមែនតើបងប្អូនអរគ្នាឥឡូវដោយសារតែគាត់ចរចាគ្នាមិនតាន់ត្រូវយើងមានតែរងចាំ
ឲ្យគាត់ដោះស្រាយគ្នាតាមសន្តិវិធីទៅហើយបើសិនជាគាត់ចរចាគ្នាអត់តាន់ត្រូវមានតែទុកឲ្យសមាជិកធ្វើការវាស់វែងនិងបាទធ្វើតាមនីតិវិធីផងដែរ